ជំរាបសួរលោកគ្រូអ្នកគ្រូបុគ្គលិកមណ្ឌលសុខភាពនិងអ្នកផ្ដល់សេវាថ្នាំបង្ការទាំងអស់វីដេអូនេះគឺរៀបរាប់ពីប្រតិទិនផ្ដល់ថ្នាំបង្ការរបស់កម្មវិធីជាតិក្នុងនាមជាអ្នកផ្ដល់សេវាលោកអ្នកត្រូវស្វែងយល់ឲ្យច្បាស់អំពីកម្រិតដូសរបៀបផ្ដល់និងទីតាំងផ្ដល់ព្រមទាំងបម្រាមសំខាន់ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពដល់កុមារប្រតិទិនផ្ដល់ថ្នាំបង្ការនិងព័ត៌មានលម្អិតតារាងខាងក្រោមនេះបង្ហាញពីប្រតិទិនផ្ដល់ថ្នាំបង្ការសម្រាប់កុមារទៅតាមអាយុដែលរៀបរាប់ពីឈ្មោះថ្នាំបង្ការកម្រិតដូសរបៀបផ្ដល់និងទីតាំងផ្ដល់ការយល់ដឹងពីប្រតិទិនផ្ដល់ថ្នាំបង្ការនេះគឺចាំបាច់ណាស់ដើម្បីធានាថាកុមារទទួលបានការការពារប្រកបដោយប្រសិទ្ធភាពពីជំងឺឆ្លងដ៏គ្រោះថ្នាក់សូមពិនិត្យមើលតារាងនេះឲ្យបានល្អិតល្អន់ដើម្បីស្វែងយល់លម្អិតនិងលក្ខខណ្ឌរបស់វ៉ាក់សាំងនីមួយដំណាក់កាលទី1ទារោគទើបកើតភ្លាមយើងចាប់ផ្ដើមពីដំណាក់កាលទី1ចំពោះទារោគទើបនឹងកើតយើងត្រូវផ្ដល់វ៉ាក់សាំងពីរមុខជាចាំបាច់ឬទី 1B ត្រូវបូមកម្រិត 0.05 មល 0.05 មលរបៀបផ្ដល់ចាក់ក្នុងសើស្បែក intradermal ទីតាំងដើមដៃឬស្មាឆ្វេងបម្រាមហាមផ្ដល់ចំពោះទារកដែលមានរោគសញ្ញាជំងឺ AIDS ឬភាពស៊ាំចុះខ្សោយទី2 Hip Hop ការពាររលាកថ្លើមប្រភេទ P កម្រិត 0.5 មលរបៀបផ្ដល់ចាក់សាច់ដុំអែមទីតាំងផ្លូវស្តាំចំណាំត្រូវពន្យាពេលប្រសិនបើទារកក្តៅខ្លួនលើសពី39ដំណាក់កាលទី2អាយុ6សប្តាហ៍បន្ទាប់មកនៅសប្តាហ៍ទី6ទារកត្រូវទទួលបានវ៉ាក់សាំង4មុខអូផូ1ប៉ូលីយ៉ូបន្តពីដំណក់តាមមាត់រ៉ូតេ1ការពាររាគផ្ដល់ 1.5 មលតាមមាត់បម្រាមហាមផ្ដល់បើកុមារមានប្រវត្តិធ្លាប់ច្បាត់ពោះវៀនដុកថេបបេប1វ៉ាក់សាំង5មុខកម្រិត 0.5 មលចាក់សាច់ដុំអែមនៅផ្លូវស្តាំផក1ការពាររលាកសួតកម្រិត 0.5 មលចាក់សាច់ដុំអែមនៅផ្លូវឆ្វេងដំណាក់កាលទី3អាយុ10សប្តាហ៍នៅសប្តាហ៍ទី10យើងបន្តផ្ដល់ដូសទី2ដោយការពីសប្តាហ៍ទី5មួយដែរតាមមាត់អូផូ2ដំណក់និងរ៉ូតេ2 1.5 មលចាក់សាច់ដុំដប់ឆេបបេ2 0.5 មលនៅផ្លូវស្តាំនិងផក2 0.5 មលនៅផ្លូវឆ្វេងចំណុចប្រុងប្រយ័ត្នមុននឹងផ្ដល់សូមសួរអាណាព្យាបាលថាតើកុមារធ្លាប់មានប្រតិកម្មធ្ងន់ធ្ងរនៅពេលចាក់លើកទី1ដែរឬទេបើមានសូមពិគ្រោះយោបល់ជាមុនដំណាក់កាលទី4អាយុ9ខែនៅអាយុ9ខែយើងប្ដូរទីតាំងចាក់ពីផ្លូវមកដើមដៃវិញនិងប្ដូរពីចាក់សាច់ដុំមកចាក់ក្រោមស្បែក subcutaneous មើល1កញ្ជ្រឹលស្អូចកម្រិត 0.5 មលចាក់ក្រោមស្បែកនៅស្មាឆ្វេង J រលាកខួរក្បាលកម្រិត 0.5 មលចាក់ក្រោមស្បែកនៅស្មាស្តាំបម្រាមសាកសួរពីប្រវត្តិប្រតិកម្មជាមួយ Galatine ឬ Neonacin ដំណាក់កាលទី5អាយុ18ខែចុងក្រោយនៅអាយុ18ខែត្រូវផ្ដល់ដូសជំរុញមើល2 C កម្រិត 0.5 មលសេរបៀបផ្ដល់ចាក់ក្រោមស្បែកសេឬទីតាំងស្មាឆ្វេងសូមចងចាំថាសុវត្ថិភាពថ្នាំបង្ការចាប់ផ្ដើមពីអ្នកសូមរក្សាទុកដាក់ថ្នាំបង្ការក្នុងប្រព័ន្ធត្រជាក់ឲ្យបានត្រឹមត្រូវពិនិត្យសុពលភាពមុនប្រើប្រាស់និងកត់ត្រាចូលក្នុងសៀវភៅបញ្ជីឈ្មោះឲ្យបានច្បាស់លាស់និងបណ្ឌពណ៌លឿងសម្រាប់កុមារផងដែរសូមអរគុណ